ឌិនដែលជាអូនប្រុសម្នាក់មកពីពោធិ៍សាត់មកធ្វើការនៅពេញជាច្រើនឆ្នាំត្រូវបានអាប៉ាវដែលនៅភូមិផងរបងជាមួយគ្នានៅពោធិ៍សាត់ហ្នឹងបានរៀបគម្រោងធ្វើស៊ីបាក់ខ្ចីម៉ូតូហើយអាឌិនអត់ទុកចិត្តឡើងទៅជាមួយដល់ពាក់កណ្ដាលផ្លូវតម្លាក់អាឌិនចុះជិះម៉ូតូរត់គេចខ្លួនទុកអាឌិនចោលកណ្ដាលផ្លូវអាប៉ាវជិះម៉ូតូរត់បាត់ឈឺចាប់រកអ្វីព្រៀបផ្ទឹមពុំបានមិត្តភ័ក្តិរួមភូមិរាប់អានគ្នាជិត10ឆ្នាំលបួងយកម៉ូតូទៅបាត់បន្សល់ទុកម្ចាស់កណ្ដាលផ្លូវទាំងយប់ករណីឆក់បោកម៉ូតូមួយបានកើតឡើងគួរឲ្យហួសចិត្តនិងអាណិតអាសូរជាពុនបែកខណៈយុវជនម្នាក់ត្រូវបានមិត្តភ័ក្តិដែលធំធាត់ជាមួយគ្នានៅឯស្រុកកំណាតប្រើល្បិចខ្ចីម៉ូតូរួចបោកបញ្ឆោតឲ្យចុះពាក់កណ្ដាលផ្លូវហើយជិះកិច្ចខឿនបាត់ស្រមោលតែម្ដងហេតុការណ៍នេះបានបង្កឲ្យមានការភ័យផោលកាលពីយប់ថ្ងៃទី24ខែមករានៅចំណុចគោលស្ពានជ្រោយចង្វារាជធានីភ្នំពេញក្រោយជនរងគ្រោះមកស្វែងរកជំនួយពីអ្នកសារព័ត៌មានជនរងគ្រោះឈ្មោះឡាក់ដុងឌីនអាយុ21ឆ្នាំមានស្រុកកំណើតនៅស្រុកក្រកខេត្តពោធិ៍សាត់បានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថាជនសង្ស័យឈ្មោះប៉ាវគឺជាមិត្តភ័ក្តិភូមិផងរបងជាមួយនិងរាប់អានគ្នា5-6ឆ្នាំមកហើយមុនពេលកើតហេតុជនសង្ស័យបានមកកន្លែងធ្វើការរបស់ខ្លួននៅតំបន់បឹងសាឡាងដើម្បីខ្ចីម៉ូតូមួយគ្រឿង Mark Suzuki Nick ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1LU 6533ដោយយកលេខថាទៅដឹកសង្សារដោយមានការសង្ស័យជនរងគ្រោះមិនឲ្យខ្ចីតែឯងទេក៏សុំជិះទៅជាមួយដែរលុះជិះមកដល់ចំណុចស្ទឹងមានជ័យជនសង្ស័យដែលមានបាក់ពួក2នាក់ទៀតជិះម៉ូតូមួយគ្រឿងផ្សេងមកចាំបានប្រើល្បិចឲ្យជនរងគ្រោះចុះចាំសិនដើម្បីឲ្យខ្លួនជិះទៅដឹកសង្សារនៅក្បែរនោះមួយផ្លែតគ្រាន់តែជនរងគ្រោះចុះពីលើម៉ូតូភ្លាមជនសង្ស័យនឹងបាក់ពួកក៏បានបន្ថែមល្បឿនជិះកិច្ចខ្លួនបាត់ស្រមោលតែម្ដងបន្សល់ទុកឲ្យជនរងគ្រោះឈរធ្លុងមាត់កណ្ដាលផ្លូវទាំងយប់អ្វីដែលគួរឲ្យសង្វេគនោះគឺម៉ូតូមួយគ្រឿងនេះជាកម្លាំងញើសឈាមដែលឪពុកខំទិញឲ្យកូនធ្វើដំណើរទៅធ្វើការប៉ុន្តែបែរជាត្រីមិត្តភ័ក្តិស្និទ្ធស្នាលលួចយកទៅបាត់ធ្វើឲ្យជនរងគ្រោះពិបាកក្នុងការទៅធ្វើការរកស៊ីបច្ចុប្បន្នជនរងគ្រោះបានដាក់ពាក្យបណ្ដឹងលើប៉ុស្តិ៍នគរបាលស្ទឹងមានជ័យមួយរួចហើយនិងបានសំណូមពរយ៉ាងទទូចដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យឈ្មោះប៉ាវយកមកផ្ទន្ធនាទោសតាមច្បាប់ដើម្បីបានម៉ូតូយកមកប្រកបរបរចិញ្ចឹមជីវិតវិញ